បាទសួស្តីបងប្អូនទាំងអស់គ្នាជួបជាមួយលោកគ្រូសាជាថ្មីថ្ងៃនេះលោកគ្រូមកបង្ហាញបងប្អូនអំពីវិធីសម្រួលប្រភេទបាទដោយបានសន្យាពីលើកមុនអញ្ចឹងលោកគ្រូថានឹងបង្ហាញបងប្អូនអញ្ចឹងក្នុងការសម្រួលប្រភេទគេធ្វើយ៉ាងម៉េចដើម្បីឲ្យប្រភេទហ្នឹងវាតូចចែកតែម្ដងឬក៏សម្រួលតែម្ដងឲ្យហើយអញ្ចឹងបាទកុំឲ្យពិបាកសម្រួលមកតង់ហើយមកតង់ទៀតមានបងប្អូនខ្លះគាត់សម្រួលគាត់អត់ដឹងថាចែកនឹងប្រហែលតែអស់គាត់សម្រួលម្ដងកលាក់ម្ដងកលាក់ពេលអញ្ចឹងវាយូរបាទអញ្ចឹងធ្វើតាមលោកគ្រូមកលឿនជាងអញ្ចឹងការសម្រួលប្រភេទគឺជាការបង្រួមប្រភេទនឹងឲ្យតូចខ្លាយជាប្រភេទបង្រួមលេខបានសម្រួលលេខបានអញ្ចឹងន័យថាយើងយកលេខណាមួយហ្នឹងទៅចែកជាមួយនឹងភាគយកនិងភាគបែកមានន័យថាភាគយកក៏ចែកនឹងប៉ុណ្ណឹងភាគបែកក៏ចែកនឹងប៉ុណ្ណឹងចែកទៅសម្រួលទៅភាគនឹងតូចជាងមុនបាទហើយងាយស្រួលក្នុងការតម្រូវភាគបែកតម្រូវអីភាគបែករួមភាគអីដេកបូកភាគដកភាគអីហ្នឹងវាត្រូវការតម្រូវភាគបែកអញ្ចឹងបើសិនជាយើងបង្រួមវាតូចទៅវាងាយស្រួលដែរអញ្ចឹងលោកគ្រូដាក់លេខនេះមួយក៏ចូលសម្រួលភាគខាងក្រោមនេះបាន45ភាគ105អញ្ចឹងដើម្បីដឹងថាយកវាទៅសម្រួលនឹងប្រមាណម្ដងឲ្យហើយបងប្អូនទៅរកទូចែករួមធំបំផុតរបស់វាអញ្ចឹងទូចែករួមធំបំផុតបងប្អូនអាចរកតាមកតាដែលចែកដាច់នឹងលេខអស់ហ្នឹងទាំងភាគយកទាំងភាគបែកហ្នឹងឬក៏រកតាមផលគុណកតាបឋមបាទរកទូចែករួមធំបំផុតតាមផលគុណកតាបឋមអញ្ចឹងលោកគ្រូយកវិធីហ្នឹងមកប្រើហើយលេខធំយើងពិបាករកកតាវាណាវាច្រើនពេកចឹងលោកគ្រូរកទូចែករួមធំបំផុតរបស់ភាគយកនិងភាគបែកហ្នឹងគឺ45និង105បាទ105ទៅបងប្អូនគឺកាយអញ្ចឹងបាទ105អញ្ចឹងលោកគ្រូចាប់ផ្ដើមប្របាយលេខ45និង105នេះជាផលគុណកតាបឋមអញ្ចឹង45ស្មើ3គុណ3គុណ5 3 3ដង9 9 5ដង45លេខនេះជាលេខបឋម105ស្មើ3គុណនឹង5គុណនឹង7 3 5ដង15 15គុណនឹង7 105បាទបងប្អូនអាចធ្វើខ្លួនឯងបញ្ជាក់ខាងក្រៅបានហើយវិធីក្នុងការរកផលគុណកតាបឋមនេះលោកគ្រូបានធ្វើនៅវីដេអូមុនរួចហើយបើបងប្អូនអត់ច្បាស់ទេបើកទៅមេរៀនទី9ទៅលោកគ្រូបានចងក្រងវាជា playlist បាទជាកម្រងវីដេអូតាមមេរៀនដែលយើងមើលស្រាច់ហើយបងប្អូនបើសិនជាចង់ស្រាវជ្រាវមេរៀនតាមស្រាវជ្រាវលំហាត់តាមប្រភេទមេរៀនបងប្អូនចូលទៅកន្លែង playlist ឃើញហើយឬក៏កម្រងវីដេអូក៏ដាក់កម្រងវីដេអូក៏បានដែរចូលទៅលោកគ្រូបានចងក្រងវាជាមេរៀនស្រាច់ច្បាស់បាទការមេរៀនថតអស់តែម្ដងបាទអញ្ចឹង105ប៉ុណ្ណឹងឃើញប៉ុណ្ណឹងហើយចាប់តាមរកកតាបឋមរួមវាអញ្ចឹងលេខ3រួមលេខ5រួមបាទអញ្ចឹងយកកតាបឋមរួមគុណបញ្ចូលគ្នាមក3គុណនឹង5នេះ3គុណនឹង5ស្មើដល់15អញ្ចឹងមានន័យថាទូចែករួមធំបំផុតនៃភាគយកនិងភាគបែកគឺយកវាទៅចែកនឹងលេខ15ទៅចែកតែម្ដងហ្នឹងហើយបងប្អូនមិនអាចសម្រួលទៅភាគបានទេបាទឥឡូវចាំមើលគ្រូយកមកអញ្ចឹងយើងសម្រួលប្រភេទនឹង15ប្រភេទខាងលើនេះនឹង15យើងបានបាទគ្រូយកមកដាក់ចឹងមកអញ្ចឹងយើងបាន45ចែក15 105ចែកនឹង15បាទនេះហើយគឺជាការសម្រួលប្រភេទណាមកជាការសម្រួលប្រភេទអញ្ចឹងកន្លែងនេះបើសិនបងប្អូនគាត់ឆ្លាតគាត់រកឆ្វេចឃើញហើយឃើញយកមកសម្រួលយកតែម្ដងមិនចាំដាក់យកចែកចឹងបានដែរគាត់ដាក់តែចម្លើយយកតែម្ដងក៏បានដែរបើសិនតែគាត់ឆ្លាតហើយលោកគ្រូគាត់ដឹងតែចម្លើយសល់បានទោះបីសម្រួលតាមលេខប្រហែលក៏គាត់ដឹងដែរគ្រូគាត់ដឹងហើយអញ្ចឹងអានេះលោកគ្រូយកមកបង្ហាញបងប្អូនការធ្វើរបៀបមិញបាទគឺធ្វើមកនេះជឿយកបច្ច័យទាំង15ទៅទាំងលើទាំងក្រោមចែកប្រហែលដល់លើចែកប៉ុណ្ណឹងបាទចែកដូចគ្នាអញ្ចឹង45ចែក15បាន3បាទ105ចែក15បាន7លោកចែកអាចសិក្សាហើយអញ្ចឹងបងប្អូនអាចចែកបន្ថែមខ្លួនឯងទៅអញ្ចឹងយើងមើលលេខ3ភាគ7នេះសួរថាអាចសម្រួលទៅមុខទៀតបានអត់គឺអត់បានទេអញ្ចឹងប្រភេទយើងសម្រួលមកសល់ប៉ុណ្ណឹងដូចនេះប្រភេទរបស់យើងគឺឃើញប៉ុណ្ណឹងណាបាទអញ្ចឹងលោកគ្រូតទៅមកលំហាត់ទៀតដើម្បីបងប្អូនកាន់តែច្បាស់បាទលោកគ្រូដាក់ខ168ភាគ376បាទរៀងធំតិចដែរលេខនេះបាទអញ្ចឹងបើសិនជាបងប្អូនអ្នកខ្លះគាត់ដឹងគាត់យកទៅចែកទាំង2ទាំងលើទាំងក្រោមចែក2អត់អស់ចែក2ទីចែកទៅឬក៏ចែកនឹងលេខណាតូចអញ្ចឹងវាចែកច្រើនដងខាតតែពេលទេអញ្ចឹងយើងប្រើវិធីមិនមកគឺរកទូចែករួមធំបំផុតរបស់ភាគយកនិងភាគបែកហ្នឹងមកបាទទៅខាងមក168និង376ហ្នឹងមករកទូចែករួមធំបំផុតរបស់វាបាទលោកគ្រូរកតាមផលគុណកតាបឋមដើម្បីងាយស្រួលណាបងប្អូនរកតាមកតាបបាហើយនេះបើយើងរកតាមកតាបាទដោយសារវាលេខធំអញ្ចឹងលោកគ្រូប្របាយ168ទៅជាផលគុណកតាបឋមមកបាន2គុណ2គុណ2គុណ3គុណនឹង7 2 ដង4 4 2ដង8 8 3ដង24 24គុណនឹង7 168បាទ
376គឺស្មើនឹង2គុណ2គុណ2គុណនឹង47បាទហេតុអីបានដាក់47ដោយសារ47ហ្នឹងជាចំនួនបឋមណាបងប្អូនណាគ្រូបានបង្ហាញដែរហើយកាលពីមេរៀនមុនចំនួនបឋមក៏មានលេខ47ឡើងដែរដោយសារ47ហ្នឹងចែកតែខ្លួនឯងទេបាទអញ្ចឹង2គុណ2គុណ2គុណនឹង47 2គុណ2 3ដង8គុណនឹង47ស្មើនឹង376នឹងឯងបន្ទាប់មកយើងរកកតាបឋមរួមបាទនេះជាកតាបឋមរួមបងប្អូនបាទកតាបបឋមរួមមានលេខ2លេខ2លេខ2ក្រៅពីហ្នឹងអត់មានអាណារួមទេអញ្ចឹងទូចែករួមក្នុងពុតគឺយកតែកតាបឋមរួមគុណបញ្ចូលនេះបាទព្រោះយក2គុណ2គុណ2 3ដងស្មើ8អញ្ចឹងមានន័យថាទូចែករួមធំបំផុតរបស់លេខទាំងពីរនេះគឺលេខ8យកវាទៅចែកនឹង8ចឹងបង យកវាចែកនឹង8ចឹងតែសម្រួលប្រភេទហ្នឹងលេខ8លើគេចែកនឹង8ក្រោមចែកនឹង8ចែកបានយើងបានយក8ចែកនឹង8ចែកនឹង8ទៅហើយ376ចែកនឹង8ទៅអញ្ចឹង8ចែកនឹង8បាន21បាទហើយ376ចែកនឹង8បាន47អញ្ចឹងបងប្អូនសង្កេតមើលលេខនេះតើអាចសម្រួលទៅមុខទៀតបានទេបាទគឺអត់បានទេ21ចែកនឹង3បានតែ47ចែក3អាចអត់គឺអត់អាចទេអញ្ចឹងលេខនេះមានសម្រួលទៅមុខទៀតបានទេអស់ទៅហ្នឹងអញ្ចឹងឃើញប៉ុណ្ណឹងអញ្ចឹងសង្ឃឹមថាបងប្អូនអាចយល់បានព្រោះអត់ជាអីពិបាកទេមេរៀននេះយើងរៀនតាំងពីថ្នាក់ទី4ទី5មកម្លេះបាទអញ្ចឹងការសម្រួលភាពគឺយើងអាចធ្វើបែបនេះហើយដល់ថ្នាក់ធំទៀតក៏គេប្រើវិធីសម្រួលភាពដែរបាទអរគុណបងប្អូនសម្រាប់ការតាមដានទស្សនានិងសិក្សាស្រាវជ្រាវបាទទៅចិត្តបងប្អូនខំប្រឹងប្រែងរៀនសូត្រខ្លួនឯងបន្ថែមទៀតនៅផ្ទះបាទបើសិនជាតនេទេយើងយកกระดาษយកអីមករៀនធ្វើលំហាត់ទៅបាទធ្វើលំហាត់ធ្វើហើយបើសិនជាធ្វើទៅវាកន្លែងណាបងប្អូនអាចបើក YouTube ឬក៏ប្រើប្រព័ន្ធណាមួយអាចសួរលោកគ្រូអ្នកគ្រូនឹងបានដែរបើគាត់ជួយបង្ហាត់បង្រៀនបញ្ចូលបន្ថែមទៀតបាទអរគុណជួបគ្នានៅវីដេអូក្រោយទៀត